Chimran bà ông trong cái nào xong cả bạn công ty trong kinh bà ông nè sa thụ đại thế bà ông nè xong cả bạn công miền bà ôngผู้สิบพี่จะนักน้องไม่ให้บาดจัดนะบานตรงนี้เราจวบกายหมดอังให้ต้องเกณฑ์ประเทศบาทไงนี่ยังเลิกปีเรื่องบุเชียมังกรน่ะน้องแต่มังกร38นี่ให้สมมนพระองค์ช่วยวิเพียรเตียนข้างเทียนบาทนี่น่ะสมไฟกลมសូមអរគុណញោមហើយអាចបាត់ទៀតសូមមាសការបងគ្រូប្រចាំកម្មវិធីហើយនឹងចម្រើនពរញោមអាយដាមនឹងអ្នករៀបចំកម្មវិធីទទួលសម្លេងពីខ្ញុំកណ្ណាអាត្មាបានច្បាស់ទេច្បាស់ហើយបងណាច្បាស់សាធុដោយខ្ញុំកណ្ណាអាត្មានៅឆ្ងាយមិនអាចបើកវិទ្យុបានលើនេះស្ដាប់តាមប្រព័ន្ធ Skype ហើយបានដឹងតំណែងខ្លះៗតាមរយៈការសរសេរអក្សរតាម Skype ហ្នឹងក៏បានដឹងនៅឈ្មោះកម្មវិធីជាកម្មវិធីបណ្ដុះនៅគុណធម៌ហើយនឹងបានស្ដាប់ខ្លះដែរបាញ់មិញហ្នឹងមានមិត្តភ័ក្តិនៅខាងតាខ្មៅបើកតាក់ទងគ្នាតាម Skype ហើយបើកវិទ្យុឲ្យស្ដាប់ក៏បានស្ដាប់ឮលោកតាបានមានប្រសាសន៍ពីរោះខ្ញុំកណ្ណាអាត្មាសូមចូលរួមត្រេកអរអនុមោទនានៅកម្មវិធីនេះដែលបានលើកយកនៅមង្គលយកមកពិភាក្សាហើយតាមដឹងមកកម្មវិធីហ្នឹងនឹងមានឲ្យថេរានុថេរៈញាតិញោមពុទ្ធបរិស័ទសាកសួរបញ្ហាបន្តពីការពិភាក្សាចប់ប្រហែលជាជាងកន្លះម៉ោងចុងក្រោយមើលទៅតាមគម្ពីរដីកាក៏មានសម្ដែងច្រើនអំពីការបូជានេះប៉ុន្តែអ្វីដែលខ្ញុំកណ្ណាអាត្មាចង់ចូលរួមពិភាក្សាទាននៅក្នុងការដែលព្រះសម្មាសម្ពុទ្ធផ្ដោតទៅលើការបូជានេះមានគុណប្រយោជន៍ច្រើនបាទការបូជាគឺសំដៅទៅដល់មានវត្ថុឬក៏បុគ្គលមកជាអារម្មណ៍ជាមួយនឹងការបូជាហ្នឹងហេឡូឃើញសញ្ញាក្រហមមិនដឹងជានៅលើឬអត់ទេបើមិនកើតទេចាំខលតាមទូរស័ព្ទវិញគណៈនៅទេបងបើសាធុលើណាដោយសារលើព្រះអង្គលើមនុស្សយើងមានការភ័យខ្លាចនៅក្នុងជីវិតការបូជានេះហើយដែលនាំឲ្យកើតសាសនាជាច្រើននៅក្នុងលោកការបូជានេះគឺមានគោលបំណងតែមួយទេគឺចង់បានសេចក្តីសុខសេចក្តីចម្រើនរឿងគោរពនោះផ្សេងទៀតអញ្ចឹងបាននៅក្នុងមង្គលហ្នឹងមានចំណុចមួយគឺគិរវោហ្នឹងគឺគោរពចំពោះបុគ្គលដែលគួរគោរពប៉ុន្តែនេះនិយាយអំពីបុគ្គលដែលគួរបូជាដោយសារការកើតឡើងនៃសាសនាកើតពីការភ័យខ្លាចជាមួយនឹងការភ័យខ្លាចទៅនឹងបាតុភូតធម្មជាតិផ្សេងឧទាហរណ៍ដូចជាខ្យល់ព្យុះឬក៏ទឹកជំនន់ឬក៏កើតឧបទ្រពចង្រៃអីហ្នឹងមនុស្សតែងតែរកទីពឹងអញ្ចឹងជាមួយនឹងការស្វែងរករបស់ជាទីពឹងហ្នឹងចាំបាច់ត្រូវមានបុគ្គលដ៏អស្ចារ្យដែលខ្លួនឯងទុកចិត្តថាអាចជួយខ្លួនឯងបាន
ចឹងនៅក្នុងការបូជាសម័យនោះក៏មានការបូជាខុសនិងការបូជាត្រូវជាធម្មតាហើយដោយសារតែមានការបូជាខុសនិងការបូជាត្រូវនឹងឯងទើបព្រះអង្គចាំបាច់បង្ហាញពីការបូជាត្រូវកុំឲ្យយើងច្រឡំបុគ្គលដែលគួរបូជានោះវាអាចនាំមកនូវការខាតបង់ពេលវេលាអាចបាត់បង់នៅសមាទិដ្ឋិពីព្រោះតែការបូជានឹងអាចខាតបង់នៅថវិកាប៉ុន្តែការខាតបង់ទាំងអស់នោះការខាតបង់ពេលវេលាក៏ល្មមដែរទេការខាតបង់ថវិកាក៏មិនជាប៉ុន្មានដែរក៏ប៉ុន្តែការខាតបង់ដ៏សំខាន់គឺសមាទិដ្ឋិសមាទិដ្ឋិនេះសំខាន់ណាស់កាលណាយើងជឿខុសយើងបូជាក៏ខុសកាលណាយើងបូជាខុសសេចក្តីសង្ឃឹមរបស់យើងខុសដំណើរដែលត្រូវធ្វើដែលត្រូវប្រព្រឹត្តក៏ខុសដូចគ្នាដែរដូច្នេះទើបព្រះសម្មាសម្ពុទ្ធផ្ដោតសំខាន់ពីរឿងបូជានឹងឲ្យបូជាចំពោះបុគ្គលដែលគួរបូជាចឹងបានស្ដាប់ហើយនៅព្រះអង្គគ្រូប្រចាំកម្មវិធីបានបកស្រាយមកនឹងសំដៅទៅលើបុគ្គលអ្នកមានគុណធម៌ឬក៏បុគ្គលដែលមានគុណសម្បត្តិមកលើយើងការបូជានេះសេចក្តីសុខដែលត្រូវត្រឡប់មកវិញមិនមែនតែជាអានិសង្សសេចក្តីសុខកាយសុខចិត្តប៉ុណ្ណោះទេហើយក៏មិនមែនដើម្បីតែអានិសង្សសម្រាប់តែជាតិមុខប៉ុណ្ណោះទេតែក៏ជាគុណប្រយោជន៍សម្រាប់បច្ចុប្បន្ននឹងឯងឧទាហរណ៍ដូចជានៅក្នុងគោបាលសូត្រអនុថេត្រូវបូជាចំពោះមហាថេដោយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានលើកឧទាហរណ៍មហាថេធំធំដែលជាអ្នកដឹងរាត្រីដ៏យូរជាអ្នកមានការចេះដឹងច្រើនមានគុណធម៌ខ្ពង់ខ្ពស់អនុថេឬក៏នវៈសាមណេរនវៈភិក្ខុថ្មីហ្នឹងត្រូវបូជាបុគ្គលបែបហ្នឹងជាបុគ្គលដែលគួរបូជាហើយបានព្រះអង្គប្រៀបធៀបជាមួយនឹងនាយគោបាលគឺអ្នកចិញ្ចឹមគោអ្នកថែរក្សាគោនឹងត្រូវបូជាគោឧសភៈគោឧសភៈគឺសំដៅទៅដល់គោឡើងកធំជាមេវងហើយបូជាដាក់ដោយអ្វីដោយគ្រឿងលម្អដូចជាចង្ក្រង់ឬក៏ការថែទាំដោយងូតទឹកឲ្យឬក៏ចំណីអាហារល្អកាលណាបើម្ចាស់យកចិត្តទុកដាក់ថែរក្សាគោឧសភៈនឹងរក្សាវងដូចជាប្រឡែងគោទុស៊ីនៅក្នុងព្រៃចឹងទៅដល់ថ្ងៃល្ងាចគួងភ្នំហ្នឹងគោឧសភៈតែងតែគៀងវងឬក៏នាំវងហ្នឹងមកក្រោលវិញទាំងអស់បានព្រះអង្គប្រៀបធៀបជាមួយនឹងសទ្ធិវិហារិកឬក៏អន្តេវាសិកទាំងឡាយជានវៈភិក្ខុនវៈសាមណេរហ្នឹងត្រូវបូជាគោឧសភៈហ្នឹងគឺប្រធេរៈធំការបូជាដោយការនមស្ការថ្វាយបង្គំដោយការបូជារបស់តិចតួចការបូជានេះមិនចាំបាច់សំដៅទៅដល់របស់ច្រើនទេប៉ុន្តែសំដែងនៅសេចក្តីគោរពជាមួយនឹងរបស់តិចតួចហ្នឹងប៉ុន្តែវាមានន័យជ្រៅគឺត្រង់ដែលសំដែងនៅសេចក្តីគោរពហ្នឹងហើយដល់ទៅសំដែងនៅសេចក្តីគោរពចំពោះប្រធេរៈចំពោះភិក្ខុអ្នកមានរាត្រីដ៏វែងដែលមានចំណេះដឹងច្រើននឹងបានផលត្រឡប់មកវិញទាំងពីរផ្នែកទី1លោកនឹងចែកចាយនៅបច្ច័យ4ឃើញថាកូនសិស្សនេះល្អស្ដាប់បង្គាប់មានមាយាទល្អចេះអោនលំទោនស៊ីគ្នាទៅនឹងពាក្យដែលខ្មែរយើងនិយាយថាអោនដាក់ក្របងើបស្កនោះនឹងចឹងនឹងផ្នែកបច្ច័យ4មានអាពាធមានអីក៏លោកមើលថែដូចជាកូនចឹង
មួយទៀតផ្នែកចំណេះដឹងលោកនឹងមានឱកាសទូនមានអប់រំឬក៏បង្រៀននៅវិជ្ជាផ្សេងៗដែលលោកបានចេះបានដឹងអញ្ចឹងទៅការទទួលបានហ្នឹងគឺជាអានិសង្សទាំងពីរផ្នែកទាំងផ្នែកបច្ច័យ4ទាំងផ្នែកចំណេះដឹងហើយអ្វីដែលពិសេសនោះគឺបាននៅចំណេះដឹងបាននៅការយល់ត្រូវក៏ប៉ុន្តែប្រសិនបើសទ្ធិវិហារិកឬក៏អន្តេវាសិកនឹងមិនគោរពមិនបូជាប្រធេរៈធំទេវាមិនបានទាំងពីរយ៉ាងទាំងផ្នែកបច្ច័យ4ទាំងផ្នែកចំណេះដឹងដូច្នេះពាក្យថាអានិសង្សហ្នឹងគឺសំដៅទាំងពីរយ៉ាងជាទិដ្ឋធម្មវេទនីយៈដែលជាសេចក្តីសុខបច្ចុប្បន្ននឹងផងហើយនឹងសម្បារាយិកថៈរាល់អំពើកម្មទាំងអស់គឺឲ្យផលចែកតាមដំណាក់កាលមាន4ចំណែកគឺមានទិដ្ឋធម្មវេទនីយកម្មមានឧបបច្ចវេទនីយកម្មមានអបរាបរិយវេទនីយកម្មនិងអហោសិកម្មប៉ុន្តែអានិសង្សនឹងសំដៅទៅដល់កម្ម3គឺផលប្រយោជន៍បច្ចុប្បន្នផលប្រយោជន៍បច្ចុប្បន្នដូចលើកឡើងហើយនេះនិយាយតែចំពោះគ្រូនិងសិស្សឬក៏ភិក្ខុថ្មីនិងភិក្ខុចាស់ដែលភិក្ខុថ្មីបូជាប្រធេរៈតែមួយចំណែកនាយប្រមាណប៉ុណ្ណេះយើងអាចបំបែកទៅនៅក្នុងន័យច្រើនទៀតជាមួយការងារក្នុងសង្គមរវាងបិតាបិតានិងកូនរវាងសិស្សនិងគ្រូក្រៅសាលាខាងក្រៅអីក៏ដូចគ្នាចឹងដែរអ្នកមានបញ្ញាស្ដាប់តែមួយរឿងទៅអាចលើកយកទៅប្រៀបធៀបប្រើប្រាស់នៅក្នុងសង្គមបានឧទាហរណ៍មួយប៉ុន្តែយើងអាចបំបែកឧទាហរណ៍បានច្រើនទៀតនេះមួយយ៉ាងទៀតដែលសំខាន់ណាស់នោះដែលចង់និយាយតាំងពីកិច្ចចាប់ដើមរបស់ខ្ញុំគណៈអាត្មានោះគឺកាលណាយើងបូជាត្រូវគឺអញ្ចឹងបូជាតកូរៀមច្បងបូជាមេដាបេដារហូតបូជាព្រះរហន្តដែលជាអ្នកអស់កិលេសអីចឹងទៅវាបានទទួលទាំងផ្នែកទាំងពីរនេះជាពិសេសគឺការយល់ត្រូវនឹងតែម្ដងចុះអ្វីដែលការបូជាខុសវានាំមកនៅអីឧទាហរណ៍ថាយើងបូជាចំពោះខ្មោចព្រាយពិសាចឬក៏ស្អីដែលនៅឆ្ងាយនោះវាធ្វើឲ្យយើងសង្ឃឹមទាំងការមន្ទិលសង្ស័យហើយមិនឃើញនៅលទ្ធផលច្បាស់លាស់អញ្ចឹងមានកំណាប់បុរាណយើងច្រើនណាស់ម៉ែយកវន្តាសំពះអ្នកតាអរិយទេពព្រះលបាក់សាម៉ែឪអាត្មាមិនថ្វាយបង្គំទេណាមានចំណីនំមិនជូនម៉ែឪយកទៅដាក់លើដេញដើមឈើក្នុងព្រៃណាណោវាដើម្បីកាត់បន្ថយអាការបូជាខុសហ្នឹងបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គបដោតទៅលើការសម្ដែងហ្នឹងឲ្យយើងមានបុគ្គលជាទីតាំងល្អច្រើនព្រោះអាត្មាខ្ញុំគណៈអាត្មាចូលរួមប្រមាណប៉ុណ្ណឹងសម្រាប់ការជួបជុំដំបូងហើយពេលក្រោយខ្ញុំគណៈអាត្មានឹងឲ្យពេលវេលាច្បាស់លាស់ថាពេលណាខ្ញុំគណៈអាត្មាអាចចូលរួមបានប៉ុណ្ណឹងចុះសម្រាប់វេលាដំបូងព្រោះសូមអនុមោទនា Stop.